ថ្មីមកនេះគឺជា birding trip របស់ពួកខ្ញុំនៅលើខ្នងព្រះការឡើងភ្នំដើម្បីថតរូបសត្វស្លាបគឺជាសកម្មភាពមួយដែលទាមទារទាំងកម្លាំងកាយនិងកម្លាំងចិត្តការអត់ធ្មត់និងបច្ចេកទេសយើងត្រូវដើរផ្សងព្រេងឡើងភ្នំខ្ពស់ៗកាត់ជ្រោះជ្រងចលងដងអូត្រូវដើរកាត់កម្ដៅថ្ងៃពេលខ្លះយើងត្រូវដើរកាត់ទឹកភ្លៀងថែមទៀតផងប៉ុន្តែទាំងនេះមិនមែនជាឧបសគ្គសម្រាប់ក្រុមរបស់ខ្ញុំទេពួកយើងម្នាក់ៗពោពេញទៅដោយកម្លាំងចិត្តអ្វីដែលយើងត្រូវត្រៀមខ្លួននិងត្រៀមសម្ភារៈមានដូចជាម៉ាស៊ីនថតនិងកែវលែនយើងគួរតែមានកែវលែនដែលមានប្រវែងឆ្ងាយយ៉ាងតិច300 mm ឡើងទៅដើម្បីថតសត្វស្លាបពីចម្ងាយមិនបង្កការរំខានដល់សត្វយើងត្រូវមាន tripod ឬក៏ monopod ជួយឲ្យរូបភាពច្បាស់មិនញ័រនៅពេលដែលយើងអង្គុយរង់ចាំសត្វស្លាបយូរអ្វីដែលសំខាន់ជាងនេះទៅទៀតគឺសម្លៀកបំពាក់យើងគួរតែជ្រើសរើសយកសម្លៀកបំពាក់ណាដែលអាចបន្លំជាមួយនឹងធម្មជាតិបានដូចជាពណ៌រឿងស្លាយអូមួយទៀតយើងកុំភ្លេចស្បែកជើងសម្រាប់ឡើងភ្នំដែលមិនងាយរអិលផងសម្ភារៈការពារថ្នាំសត្វល្អិតមូសទាកជាដើមអាវភ្លៀងនិងកាបូបស្ពាយដែលការពារជំរាបទឹកបានល្អការដែលថតសត្វស្លាបទាមទារឲ្យយើងមានភាពអត់ធ្មត់ខ្លាំងភ្នែកត្រូវប្រឹងសម្លឹងមើលទាមទារបច្ចេកទេសប្រើប្រាស់កាមេរ៉ាឲ្យបានលឿនរហ័សបំផុតពេលវេលារបស់សត្វគឺមកដល់គឺលឿនណាស់អញ្ចឹងយើងត្រូវតែធ្វើឲ្យបានល្អបំផុតមុននឹងសត្វត្រឡប់ទៅវិញ follow ខ្ញុំម្នាក់មួយផងដើម្បីក្លាយជាកម្លាំងចិត្តរបស់ខ្ញុំ